បាទអញ្ចឹងចូលមកសំណួរទៀតរបស់គ្នាយើងបាទគ្នានេះឈ្មោះស្អីសិតតាអក្សរសិតតាលេខគេអញ្ចឹងគាត់សួរថា on capital at the beginning អាចយកចំនួនពី return earning មកដាក់បានដែរឬទេបាទអញ្ចឹងមានន័យថាដើមទុនដើមគ្រាអាចគាត់ចង់និយាយថាយកមកបូកចូល return earning ដាក់បានដែរឬទេបាទ capital ណាយកមកដាក់ចូល return earning បានដែរឬទេសំណួរបាទឲ្យតន់ជាសំណួរបាទអញ្ចឹងនេះជាសំណួរល្អដែលជាចំណុចតែខាងគ្នាយើងច្រើនទៅយល់ច្រឡំបាទអញ្ចឹងចម្លើយយ៉ាងខ្លីអាចបានណាអាចបានប៉ុន្តែវាអាស្រ័យទៅលើប្រភេទអាជីវកម្មដែរណាគេថាបើសិនជាអាជីវកម្មនោះជា sole proprietorship តែថាអាជីវកម្មម្ចាស់តែមួយណាគាត់រកស៊ីតែម្នាក់ឯងណាបាទអញ្ចឹងក្នុងអាជីវកម្មប្រភេទនេះជាធម្មតាមិនប្រើគណនី return earning ទេណាមិនប្រើគណនីប្រាក់ចំណេញរក្សាទុកហ្នឹងអញ្ចឹងអត់ពោះវាដាច់ចលែកពីគ្នាទេគឺគាត់ប្រើតែមួយហ្នឹងចំណេញដាក់ចូលក្នុងដើមចំណេញដាក់ចូលក្នុងដើមអញ្ចឹងទៅណាហើយប្រាក់ចំណេញដែលរកបាននឹងបូកបញ្ចូលទៅនឹង capital តែម្ដងឧទាហរណ៍ដើមទុនគាត់វិនិយោគ 10000 គាត់រកបានចំណេញណាចំណេញបាន 5000 អញ្ចឹងដើមទុនគាត់ឡើង 15000 បូកចូលគ្នាណាបាទអញ្ចឹង owner capital at the beginning ស្មើនឹង closing capital ពីឆ្នាំមុនហ៎ហ្នឹងក្នុងគណនីហ្នឹងណាបាទដូចខ្ញុំឧទាហរណ៍មិញអញ្ចឹងowner capital at the beginning ស្មើនឹង capital នៅឆ្នាំមុនដែលបានរួមបញ្ចូលគ្នារួមពីណាមកគឺប្រាក់ចំណេញបាទអញ្ចឹងក្នុងគណនីនេះមិនបាច់ចាំមាន return earning មកដាក់ទេបាទយើងមិនបាច់ដាក់ចូលទេប៉ុន្តែបើសិនជាក្រុមហ៊ុនបែបសាជីវកម្មដែលយើងឲ្យឈ្មោះថា corporation នេះបាទក្រុមហ៊ុនដែលគាត់វិនិយោគទុនចូលគ្នាបាទអីហ្នឹងបាទអញ្ចឹងក្នុងក្រុមហ៊ុនប្រភេទហ្នឹងមានគណនីដាច់ចលែកពីគ្នាដាច់ខាតត្រូវតែមានណាទី1គេហៅថា share capital ហើយគណនីមួយទៀតគឺ return earning នឹងឯងបាទហើយយើងបកទៅ return earning គឺប្រាក់ចំណេញរក្សាទុកហើយបើ share capital មានន័យថាដើមទុនដែលគាត់បានវិនិយោគណាឧទាហរណ៍គ្នាគាត់វិនិយោគ5នាក់ម្នាក់ 100,000 អញ្ចឹង5នាក់50,000អញ្ចឹងឧទាហរណ៍ថាឆ្នាំហ្នឹងរកបាន$50,000អញ្ចឹងយើងមិនមែនថាយកទៅបូកចូល share capital ទេគឺយើងកើតគណនីថ្មីមួយដែលចលែកគេហៅថា return earning នឹងឯងហៅថាគណនីឬក៏របាយការណ៍ប្រាក់ចំណេញរក្សាទុកហ្នឹងហើយដល់ឆ្នាំក្រោយក៏រកបាន10,000ទៀតទៅគឺយក5,000ចំណេញឆ្នាំមុនយកបូកឆ្នាំនេះវាឡើង5 10,000ហ្នឹងទៅតែដើមទុននៅតែ50,000ពីរហ្នឹងដាច់ឡៃពីគ្នាតែអូខេអញ្ចឹងគេថានៅដើមឆ្នាំថ្មី return earning beginning វាស្មើនឹង return earning នៅ ending ឆ្នាំមុនបាទអញ្ចឹងឧទាហរណ៍ថាចុងខែ2025គាត់ចំណេញបាន5,000អញ្ចឹងនៅដើមឆ្នាំ2026គឺថ្ងៃទី1ខែ1 2026ហ្នឹងគឺគាត់គេថាវាស្មើគ្នាហើយបាទតើតែចំណេញទៀតបានវាប្រែប្រួលបាទប៉ុន្តែ owner capital ខុសពី return earning ពីព្រោះអីបាទយើងមើលបន្តិច sharing capital យើងឲ្យឈ្មោះថាទុនដែលភាគហ៊ុនវិនិយោគម្ចាស់ភាគហ៊ុនគាត់វិនិយោគហើយ return earning គឺប្រាក់ចំណេញដែលរក្សាទុកវាជាគណនីពីរផ្សេងគ្នាណាបាទដូចខ្ញុំបញ្ជាក់ខាងលើមុនចឹងឥឡូវខ្ញុំឧទាហរណ៍ខ្លីមួយទៀតឧទាហរណ៍ឆ្នាំ2025ដដែលចាស់យើងនិយាយថ្មីណាបាទថ្មីហ្នឹងអញ្ចឹងគាត់វិនិយោគ$10,000ហើយ return earning របស់គាត់5,000មានន័យថាគាត់ប្រាក់ចំណេញរក្សាទុកដែលគាត់រកបានគឺ5,000អញ្ចឹងនៅឆ្នាំ2026ដើមឆ្នាំគឺដើមទុនគាត់$10,000 return earning គាត់5,000បាទអញ្ចឹងយើងអត់យក5,000ទៅបូក
នៅក្នុង10000ដែលជា sharing capital ឯងព្រោះបាទអញ្ចឹងយើងពាក់គណនីនេះពីរនេះគឺដាច់ពីគ្នាគណនីក្រុមហ៊ុននៃគាត់រកស៊ីវិនិយោគរួមគ្នាអូខេអញ្ចឹងជារួមបើសិនជា sole proprietorship បាទមិនចាំបាច់បូកចូល capital ស្រាប់ទៅក៏បានបាទប៉ុន្តែ corporation มันអាចរួមគណនីតែមួយបានទេបាទអញ្ចឹងណាអូខេមានប៉ុណ្ណឹងហើយមានសំណួរអាចលើកឡើងបានអូខេអរគុណច្រើន